តឡាការកំពូលបាត់ខ្សែនៅសាលត្រង់រមតនសាលាដំបងលោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិបាននិយាយថាលោកសង្ឃឹមថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់រូបលោកនិងស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញគណៈតុលាការបានបើកសវនាការលើបណ្ដឹងសារទុករបស់លោកនៅថ្ងៃទី15ខែមិថុនានេះបណ្ដឹងនេះធ្វើឡើងក្រោយពីសាលាដំបងរាជធានីភ្នំពេញបានផ្ដន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំពីបទមិនរៀងចាលនិងសម្រេចដកសិទ្ធិនយោបាយរបស់លោកជាស្ថាពរថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅមុខតុលាការកំពូលលោករងឈុនបានឲ្យដឹងថាតុលាការនឹងប្រកាសសាលដីកាលើបណ្ដឹងសារទុករបស់លោកនៅថ្ងៃទី19ខែមិថុនាលោកក៏បានអំពាវនាវឲ្យតុលាការប្រកាន់ភ្ជាប់នូវគោលការណ៍ឯករាជ្យនិងយុត្តិធម៌ដោយលើកឡើងថាចៅក្រមគួរគោរពចំពោះសម្បត្តិដែលខ្លួនបានធ្វើនៅពេលចូលកាន់តំណែងសវនាការនេះបានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនិងសកម្មជនគណៈបកកម្លាំងជាតិអង្គការសង្គមស៊ីវិលនិងអ្នកគាំទ្ររាប់រយនាក់ដែលបានអមដំណើរលោករងឈុនទៅកាន់តុលាការកំពូលអតីតនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR លោកស្រីច័កសុភីបានសរសេរនៅលើបណ្ដាញសង្គមថាលោករងឈុនគឺជាសកម្មជនដែលមានការបដិញ្ញាចិត្តខ្ពស់ចំពោះការងារសង្គមសិទ្ធិមនុស្សសិទ្ធិគ្រូបង្រៀននិងកម្មករលោកស្រីបានលើកឡើងថាក្នុងរយៈពេលជាង20ឆ្នាំមកនេះលោករងឈុននៅតែបន្តសកម្មភាពសង្គមនិងនយោបាយបើទោះបីជាប្រឈមនឹងបញ្ហាផ្លូវច្បាប់និងសម្ពាធជាច្រើនក៏ដោយលោកស្រីក៏បានសម្ដែងក្តីសង្ឃឹមថាសវនាការនេះអាចនាំមកនូវពន្លឺយុត្តិធម៌សម្រាប់លោកកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោករងឈុនឲ្យជាប់ពន្ធនាគាររយៈពេល4ឆ្នាំនិងពិន័យជាប្រាក់4លានរៀលពីបទមិនរៀងចាលដែលតុលាការបានភ្ជាប់ទៅនឹងសកម្មភាពនយោបាយរបស់លោកបន្ទាប់ពីការដោះលែងពីពន្ធនាគារក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាមកាលពីឆ្នាំ2021ក្រៅពីទោសពន្ធនាគារនិងពិន័យជាប្រាក់តុលាការក៏បានសម្រេចដកហូតសិទ្ធិនយោបាយរបស់លោកជាស្ថាពរដែលមានន័យថាលោកមិនមានសិទ្ធិបោះឆ្នោតនិងមិនអាចឈរឈ្មោះបោះឆ្នោតបានទៀតទេក្រុមអ្នកឃ្លាំមើលនយោបាយមួយចំនួនលើកឡើងថាបញ្ហាការចូលរួមរបស់គណៈបកនិងអ្នកនយោបាយប្រឆាំងនៅក្នុងការបោះឆ្នោតនឹងក្លាយជាប្រធានបទនៃការពិភាក្សានិងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិគណៈកម្ពុជាត្រៀមឈ្មោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ2028